ពីមុនមកខ្ញុំធ្លាប់តែធ្វើនំសំចេកចំហុយតែថ្ងៃនេះខ្ញុំមកច្នៃបន្ថែមស្លឹកតើយលទ្ធផលវិញគឺថាអត់ខុសបំណងមែនឆ្ងាញ់យំមែនតែនក្រអូបឡើងឈ្ងុយហើយចេកនេះឡើងផ្អែមហើយសាច់អង្ករគឺថារលូនឡើងរមួតល្អតែម្ដងចំពោះគ្រឿងផ្សំវិញខ្ញុំមានអង្ករដំណើប1គីឡូខ្ញុំត្រាំចោលមួយយប់រួចហើយយើងលាងទឹកសម្អាតឲ្យស្អាតជាមុនសិនមកបន្ទាប់មកខ្ញុំមានទឹកស្លឹកតើយ400មីលីលីត្រខ្នុរ240ក្រាមយើងហាន់ជាសរសៃមកហើយខ្ញុំមានអំបិលកន្លះស្លាបព្រាកាហ្វេស្ករអំពៅ180ក្រាមបងប្អូនអាចដាក់ជាស្ករសក៏បានខ្ទិះដូង400មីលីលីត្រនិងស្លឹកចេកខ្ញុំលាងហើយជូតសម្អាតឲ្យស្អាតហើយយើងហែកបន្ទះ4ជ្រុងមកល្មមមកហើយនឹងចេកនេះខ្ញុំប្រើចេកធំយើងពុះវាជា8មកបើសិនជាបងប្អូនមានចេកទូចេកខ្មែរយើងក៏បានកាន់តែល្អឥឡូវនេះយើងមករៀបចំគ្រឿងខ្ញុំដាក់ខ្ទិះដូងហើយនឹងទឹកស្លឹកតើយគឺយើងចាក់គ្រឿងទាំងអស់បញ្ចូលគ្នាតែម្ដងស្ករសអំបិលបន្ទាប់មកយើងកូរហើយយើងបើកភ្លើងបន្តិចទៅយើងគ្រាន់តែកូរឲ្យស្ករយើងគឺបានរលាយចូលទៅក្នុងគ្រឿងបន្តិចទៅបានហើយរួចហើយយើងចាក់អង្ករចូលតែម្ដងបន្ទាប់មកយើងដាក់ខ្នុរគឺយើងដាក់គ្រឿងទាំងអស់ចូលតែម្ដងរួចយើងបើកភ្លើងហើយយើងកូរអង្ករយើងរហូតតតែអង្ករយើងគឺបានរីងទឹកមកល្មមកុំឲ្យរីងទឹកខ្លាំងពេកយើងយកមករីងល្មមទៅបានហើយរៀងផុកយើងមើលថាពេលដែលយើងដួសដាក់ទៅស្លឹកចេកកុំឲ្យវាហៀហូរពេញហ្នឹងយើងកុំឲ្យយកស្ងួតពេកបើសិនជាបងប្អូនយកស្ងួតពេកពេលដែលវាត្រជាក់ទៅគឺវាកាន់តែរឹងជាងនឹងទៀតយើងយកមកផុកមកល្មមទៅបានហើយឥឡូវនេះយើងមករួចយើងដាក់ស្លឹកចេកហើយយើងដួសអង្ករមួយវែកបាយមកបន្ទាប់មកខ្ញុំដាក់ចេកយើងលៃលោកមើលថាចេកយើងរាងធំយើងដាក់មួយមើលថាចេកយើងរាងទូចយើងដាក់2មកដោយសារតែចេកខ្ញុំរាងសម្បូរដែរអញ្ចឹងទៅខ្ញុំដាក់ចេករាងក្រែលបន្តិចបន្ទាប់មកយើងគ្រាន់តែបត់ភ្លីវាហើយយើងធ្វើជារាងមូលមកហើយបើសិនជាបងប្អូនមានវែកឬមួយក៏រ៉ែអញ្ចឹងដូចខ្ញុំយើងយកមកជ្រុំទៅដើម្បីឲ្យអង្គយើងគឺបានណែនល្អបន្ទាប់មកយើងបត់ខាងឆ្វេងហើយបត់ខាងស្ដាំហើយយើងបត់យកតែម្ដងហើយយើងធ្វើអញ្ចឹងទៀតមកយើងធ្វើអញ្ចឹងទៅអង្គយើងគឺបានណែនល្អបងប្អូនចំហុយទៅសាច់នំគឺហាប់ពេលដែលឆ្អិនទៅគឺថានំយើងបានរមួតល្អឥឡូវនេះស្លឹកចេកខ្ញុំខ្លះវារៀងដូចរៀងស្រួយរៀងផុយអញ្ចឹងយើងដាក់2អីទៅហើយយើងដាក់ចេកដុំធំយើងដាក់ម្ដុំមកបន្ទាប់មកយើងបត់ធ្វើដូចមុនអញ្ចឹងខ្ញុំទិញស្លឹកចេកសាមុនរៀងធំហើយទន់ល្អតែស្លឹកចេកម៉ាក់នេះយើងទិញខុសគឺថាអត់កើតទេយកមកខ្ញុំស្រស់ដូចមុនអញ្ចឹងតែពេលដែលយើងបត់ទៅគឺថាស្រួយអត់ល្អទេហើយនៅស្រុកនេះអត់មានស្លឹកចេកស្រស់ទេខែនេះមានតែស្លឹកចេកកកហ្នឹងហើយពេលដែលវេចរួចរាល់ហើយយើងយកទៅរៀបដាក់នៅក្នុងឆ្នាំងចំហុយខ្ញុំធ្វើអត់សូវស្មើគ្នាទេបងប្អូនហើយរៀងតូចរៀងធំបន្ទាប់មកយើងដាំទឹកនៅឆ្នាំងចំហុយឲ្យពុះសិនមករួចយើងដាក់នំសមយើងចំហុយតែ45នាទីគឺថាឆ្អិនហើយបងប្អូនមិនបាច់ចំហុយយូរទេតែបើបងប្អូនគាត់ចូលចិត្តរៀងឆ្អិនខ្លាំងគាត់យក1ម៉ោងអីទៅគឺថាឆ្អិនហើយសាច់អង្គយើងបានរៀងរលួយហើយទន់តែបើខ្ញុំយកប៉ុណ្នេះសាច់អង្គយើងដូចខ្មែរយើងគេថារៀងពងបកគួយគឺថាមកល្មមញ៉ាំរួចរាល់ហើយអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត